បាទជំរាបសួរអ្នកទាំងអស់គ្នាបាទពេលនេះយើងនឹងទៅស្វែងយល់ទៅលើប្រមាណវិធីគុណនៃពហុធាតុប៉ុន្តែនៅក្នុងនេះគឺខ្ញុំបែងចែកជាពីរគឺប្រមាណវិធីគុណពហុធាតុនិងឯកធាតុហើយនិងប្រមាណវិធីគុណពហុធាតុនិងពហុធាតុប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយតែតាក់ទងទៅនឹងប្រមាណវិធីពហុធាតុគុណនិងឯកធាតុតែប៉ុណ្ណោះអញ្ចឹងទៅយើងរលេខទៅមើលឧទាហរណ៍ទី1របស់យើងទាំងអស់គ្នាឧទាហរណ៍ទី1នេះគឺមានចតុកោណកែងមួយនេះហើយគេឲ្យរកប្រវែងផ្ទៃកាឡាសរុបនេះអញ្ចឹងដើម្បីរកផ្ទៃកាឡាសរុបបានគឺប្រើរូបមន្តប្រវែងបណ្ដោយគុណនឹងទទឹងប្រវែងបណ្ដោយយើងបាន 3x បូកជាមួយនឹង 2y អញ្ចឹងយើងបានប្រវែងបណ្ដោយប៉ុណ្ណឹងហើយប្រវែងទទឹងរបស់យើងគឺ5យើងអាចសរសេរត្រឡប់ក៏បានដែរផលគុណមានលក្ខណៈត្រឡប់អញ្ចឹងយើងមើលរបៀបគេសរសេរនេះ5គុណនឹង3បានប៉ុណ្ណេះបន្តមកទៀត5គុណនឹង2y បានប៉ុណ្ណេះបន្តមកគុណមេគុណនឹងមេគុណ5គុណនឹង3បាន15 5ហើយ x រក្សានៅដដែល5គុណនឹង2បាន10 10គុណនឹង y គឺបាន 10y ឥឡូវយើងមើលឧទាហរណ៍ទី2ដែលបន្ថែមទៀតគឺឧទាហរណ៍កគេមាន 3x គុណនឹងកន្សោម x បូក5អញ្ចឹងយើងមើលរបៀបគេសរសេរ 3x គុណនឹង x បាន 3x គុណនឹង x ប៉ុណ្ណេះតមកទៀត 3x គុណនឹង5ហើយបានប៉ុណ្ណឹងតមកគុណបញ្ចូលគ្នាទៅគឺបាន 3x គុណនឹង x បាន 3x ការ៉េ 3x គុណនឹង5បាន 15x ហើយខនេះដូចគ្នាដែរយើងមើលទៅឃើញដក 2a គុណនឹង 5a ប៉ុណ្ណឹងតមកទៀតដក 2a គុណនឹងដក 3បាទប៉ុណ្ណេះអ្នកនេះយល់អត់បាទយើងព្យាយាមមើលតិចទៅបន្ទាប់មក 5a គុណនឹងដក 2a គឺបាន10ដក 10a ហើយដក 3គុណនឹងដក 2a គឺបានបូក 6a អញ្ចឹងតាមរយៈឧទាហរណ៍ទី1ហើយនិងឧទាហរណ៍ទី1ខាងលើនេះហើយនិងឧទាហរណ៍ទី2ខាងក្រោមនេះគេសង្កេតឃើញថាដើម្បីគុណពហុធាតុនិងឯកធាតុគេត្រូវយកឯកធាតុគុណនឹងតួនីមួយៗនៃពហុធាតុរួចបង្រួមលទ្ធផលនៅក្នុងសំណេរនេះអ្នកទាំងគ្នាយល់អត់បើអ្នកទាំងគ្នាអត់យល់ខ្ញុំសូមបញ្យល់នៅក្នុងរូបភាពនេះមានន័យថាគេត្រូវយកឯកធាតុគុណនឹងតួនីមួយៗនៃពហុធាតុយើងមើលថា 3x នេះជាឯកធាតុអត់ជាឯកធាតុហើយកន្សោម x បូក5នេះគឺជាពហុធាតុអញ្ចឹងមានថាយកឯកធាតុគុណនឹងតួនីមួយៗនៃពហុធាតុ 3x គុណនឹង x 3x គុណនឹង5រួចបង្រួមលទ្ធផលដូចខាងនេះដែរម្យ៉ាងទៀតបើសិនគេសរសេរត្រឡប់បែបនេះអញ្ចឹងយើងគ្រាន់តែចម្រាំងមកវិញមកដក 2a គុណនឹងដក x គុណនឹង 5a ហើយមួយទៀតដក 2a គុណនឹងដក y ទៅគឺលំនាំនេះគឺដូចឧទាហរណ៍ទី2នេះដែរអញ្ចឹងនេះគឺជាលំហាត់គំរូរបស់យើងដើម្បីឲ្យអ្នកទាំងគ្នាស្វែងយល់បន្ថែមអញ្ចឹងវាមាន4ប៉ុន្តែចម្លើយរបស់ខ្ញុំដាក់ក្នុងនេះគឺមានតែ2ទេហើយគឺខ្ញុំបញ្យល់តែមួយទេអញ្ចឹងដើម្បីគណនាផលគុណឯកធាតុហើយនិងពហុធាតុខាងក្រោមគេត្រូវធ្វើម៉េចឥឡូវយើងមើលដំណោះស្រាយលំហាត់ទី1នេះដក 4y គុណនឹងកន្សោម1ដែលជាពហុធាតុ 2y ដក 7y ការ៉េតើគេគុណដូចម្ដេចគឺដក 4y គុណនឹងតួទី1នៃពហុធាតុនេះបានប៉ុណ្ណេះបន្តមកបូកហើយដក 4y នេះគុណនឹងតួទី2នៃពហុធាតុនេះទៀតបានប៉ុណ្ណេះបន្ទាប់មកអ្នកនរគ្នាគឺធ្វើការប្រមាណវិធីទៅលើមេគុណហើយនិងមេគុណអថេរនិងអថេរដក 4 គុណនឹង 2បានដក 8 y គុណនឹង y បាន y ការ៉េបូកដក 4 គុណនឹងដក 7បានប្រមាណបើ4ដង24អញ្ចឹងដកនឹងដកបូកអញ្ចឹងសល់28ឲ្យសំទោសអ្នកនរគ្នាមកបត់ចិត្តហើយ y គុណនឹង y ការ៉េបាន y ទៀតហើយខាងក្រោមនេះដូចគ្នាដែរលំនាំដូចតែគ្នាទេអ្នកគ្នាអាចស្វែងយល់បាន
បាទនេះគឺជាកាដូសម្រាប់អ្នកទាំងអស់គ្នាក្នុងការស្វែងយល់បន្ថែមរៀនធ្វើទៅដើម្បីឲ្យការគណនាប្រមាណវិធីគុណរវាងពហុធាតុនិងឯកធាតុហ្នឹងកាន់តែជិតស្និទ្ធនឹងវាបាទវីដេអូនេះមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយបាទជម្រាបលា